តោះគ្នាយើងថ្ងៃនេះនៅមានវីដេអូថ្មីមួយអីសម្រាប់គ្នាយើងទាំងអស់គ្នាទស្សនាថ្ងៃនេះដែរគឺខ្ញុំនឹងទៅធ្វើដំណើរកំសាន្តទៅខាងខេត្តកពតទៅលេងនៅតំបន់ទឹកជ្រោះនៅខាងទឹកធ្លាក់អមាល់ហើយខ្ញុំគិតថាគ្នាយើងក៏ប្រហែលជានៅនឹកអនុស្សាវរីយ៍ជាច្រើនដែរនៅខាងទឹកធ្លាក់អមាល់នេះជាពិសេសផ្លូវឡើងទៅនឹងតែម្ដងហើយផ្លូវឡើងឥឡូវនេះគឺយើងស្រួលជាងមុនហើយអមទៅដោយធម្មជាតិជាច្រើនចកាក៏ដូចជាចកាត្រេនចកាចេកចកាសាម៉ាវមានទាំងតបែកមានទាំងផ្លែឈើជាច្រើនទៀតអ្នកនរគ្នាហើយយើងអាចឡើងទៅអាចឈប់ទិញត្រេនអាចឈប់ទិញអីផ្លែឈើផ្សេងទៀតនៅតាមផ្លូវបានពេលដែលនៅព្រោះអីនៅផ្លូវដែលយើងទៅនេះគឺមានផ្ទះអ្នកភូមិដែលគាត់នៅចាំចកាយើងអាចចូលទៅទិញពីគាត់បានសម្រាប់ទេសភាពវិញពីលើអាកាសនេះគឺស្រស់ស្អាតមែនទែនអ្នកនរយើងមើលទៅគឺផ្លូវនៅតាមចកេះភ្នំហើយអមជាមួយនឹងធម្មជាតិស្រស់ខៀវត្រកាលតែម្ដងហើយខ្ញុំគិតថាគ្នាយើងទាំងអស់គ្នាគឺមានអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកដែលចូលចិត្តបោះតង់បែប adventure ឡើងទៅភ្នំបែបនេះហើយបើមកបែបនេះហើយបើមិនមុជទឹកគឺស្ដាយមែនទែនអ្នកទាំងអស់គ្នាគឺទឹកថ្លាដូចកញ្ចក់ចឹងអ្នកគ្នាសំខាន់មានទឹកជ្រោះហូរមកជាទៀតគឺយើងមុជទៅគឺត្រជាក់មែនទែនហើយបើឡើងមកដល់នេះបានមានគ្នាមិត្តភ័ក្តិយកចិត្ត2 3នាក់ទៀតទិញអីជាក់យកមកញ៉ាំឈៀលជាមួយនឹងទេសភាពហើយហក់ទឹកលេងបែបនេះគឺសប្បាយមែនទែនសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តទេសភាពបែបនេះកុំភ្លេចមកខាងទឹកធ្លាក់អមាល់នៅខាងខេត្តកពតឥឡូវនេះគឺទឹកស្រស់ស្អាតមែនទែនហើយមកដល់គឺកុំភ្លេចនាំគ្នាមកលេងនៅតំណខាងលើផងគឺតំណទី2និងទី3គឺទេសភាពស្អាតម្យ៉ាងម្នាក់ទេអ្នកនរគ្នាយើងអាចអង្គុយលេងឈៀលមើលទេសភាពបានទឹកធ្លាក់ពី3តង់អ្នកនរគ្នាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចមកលេងទឹកធ្លាក់អមាល់ហើយមកជួយគាំទ្រផលិតផលក្នុងស្រុកមានត្រេនមានចេកមានផ្លែឈើជាច្រើនទៀតដែលអ្នកទាំងអស់គ្នាជិះតាមផ្លូវនឹងឃើញហើយកុំភ្លេចព្រលឹមឡើងគឺអង្គុយមើលទេសភាពដាំទឹកឆុងមីឆុងកាហ្វេជាទម្លាប់សម្រាប់អ្នកដែលដើរបោះតង់ហើយអ្នកអត់សូវញ៉ាំមីគឺយើងញ៉ាំជាមួយនឹងនំប៉័ងទឹកដោះគោបាទហ្នឹងហើយអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នេះដែរសំខាន់អ្នកនរគ្នាដែលចូលមើលហ្នឹងកុំភ្លេច follow ខ្ញុំមួយមកដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទហេរ៉ាដើម្បីថតវីដេអូចែករំលែកផ្សេងទៀតហ្នឹងហើយអរគុណបាយបាយចំពោះអ្នកនរគ្នាសុខសប្បាយ